អ្នកខ្លាំងមិនមែនជាអ្នកឈ្នះអ្នកដទៃប៉ុន្តែជាអ្នកដែលឈ្នះចិត្តខ្លួនឯងការឈ្នះអ្នកដទៃអាចមានតែមួយថ្ងៃប៉ុន្តែការឈ្នះចិត្តខ្លួនឯងអាចផ្លាស់ប្ដូរជីវិតទាំងមូលសត្រូវដ៏ធំបំផុតមិនមែននៅខាងក្រៅទេប៉ុន្តែគឺភាពខ្ជិលការភ័យខ្លាចនិងការសង្ស័យក្នុងចិត្តរបស់អ្នកមនុស្សភាគច្រើនចាញ់មិនមែនព្រោះខ្សោយជាងអ្នកដទៃទេប៉ុន្តែព្រោះពួកគេចាញ់អារម្មណ៍របស់ខ្លួនពេលអ្នកខឹងការឈ្នះមិនមែនការស្រែកខ្លាំងជាងគេទេការឈ្នះគឺការគ្រប់គ្រងពាក្យសម្ដីរបស់ខ្លួនពេលអ្នកបរាជ័យការឈ្នះមិនមែនមិនដែលដួលទេប៉ុន្តែគឺក្រោកឈរឡើងវិញរាល់ពេលដែលដួលខំជឿបានបង្រៀនថាមុននឹងដឹកនាំអ្នកដទៃអ្នកត្រូវរៀនដឹកនាំខ្លួនឯងជាមុនសិនបើអ្នកមិនអាចគ្រប់គ្រងកំហឹងការលោភលន់និងអារម្មណ៍របស់ខ្លួនអ្នកនឹងពិបាកគ្រប់គ្រងជីវិតមនុស្សឆ្លាតមិនប្រកួតដើម្បីយកឈ្នះគ្រប់គ្នាទេពួកគេប្រកួតជាមួយខ្លួនឯងដើម្បីក្លាយជាមនុស្សដែលប្រសើរជាម្សិលមិញរាល់ថ្ងៃសូមសួរខ្លួនឯងថាថ្ងៃនេះតើខ្ញុំល្អជាម្សិលមិញដែរឬទេបើចម្លើយគឺបាទនោះអ្នកកំពុងឈ្នះហើយមនុស្សចាស់ធ្លាប់និយាយថាការឈ្នះមិនមែនមានន័យថាអ្នកមិនធ្លាប់បរាជ័យទេវាមានន័យថាអ្នកមិនព្រមបោះបង់ពេលអ្នកអាចនិយាយថាទេទៅកាន់ការល្បួងអ្នកកំពុងឈ្នះពេលអ្នកអាចអត់ធ្មត់អ្នកកំពុងឈ្នះកុំប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃមនុស្សម្នាក់មានដំណើរនិងពេលវេលាខុសគ្នាប្រៀបធៀបតែខ្លួនអ្នកថ្ងៃនេះជាមួយខ្លួនអ្នកពីម្សិលមិញខំជឿបានបង្រៀនថាអ្នកដែលអាចគ្រប់គ្រងចិត្តខ្លួនឯងនឹងមិនងាយរង្គោះរង្គើដោយពាក្យសម្ដីឬការរិះគន់របស់អ្នកដទៃចុងក្រោយសូមចងចាំថាជ័យជំនះដ៏អស្ចារ្យបំផុតមិនមែនការឈ្នះអ្នកដទៃនោះទេប៉ុន្តែគឺការឈ្នះការភ័យខ្លាចការខ្ជិលកំហឹងនិងភាពទន់ខ្សោយនៅក្នុងចិត្តរបស់អ្នកនៅថ្ងៃដែលអ្នកឈ្នះចិត្តខ្លួនឯងបានគ្មានឧបសគ្គណាមួយអាចបញ្